នៅពេលដែលព្រះនាងអនុញ្ញាតឲ្យជឿអានចូលជួបហើយក៏នៅតែមិនទាន់ទុកចិត្តទីប្រកបដឹងច្បាស់ថានេះគឺជាប្រពន្ធរបស់ព្រះបុត្រាទី3តើមិនបានជាមករកគាត់ឲ្យជួយទៅវិញជឿអានរបស់យើងក៏រៀបរាប់ថាការពិតទៅនាងត្រូវបានព្រះបុត្រាទី3ជួឲ្យឈិននឹងបោកប្រាស់ខ្លាចបន្លំតែប៉ុណ្ណោះមិនតែប៉ុណ្ណោះការរៀបការហ្នឹងគឺប្រើឲ្យព្រះបុត្រាទី7បន្លំខ្លួនធ្វើជាព្រះបុត្រាទី3បន្លំធ្វើជាប្តីរបស់នាងមករស់នៅជាមួយនាងថែមទៀតផងបើមិនជឿឲ្យសួរព្រះបុត្រាទី7តែម្ដងទៅពួកគាត់នឹងធ្វើជាសាក្សីបានព្រះបុត្រាទី7លឺហើយគាំងចំណែកព្រះនាងវិញគាត់លឺគាត់ថាយ៉ាងម៉េចឯងចេះមាត់ចេះកដែរហើយបានន័យថាគាត់ហ្នឹងដឹងពីចរិតរបស់ព្រះបុត្រាទី7ច្បាស់កន្លងមកមិនសូវចេះមាត់អញ្ចឹងណាអញ្ចឹងព្រះនាងក៏បានសួរទៅកាន់ជឿអានទៀតថាតើនាងចង់បានអីមិនបានជាមករកយើងជួយអញ្ចឹងនៅពេលនោះជឿអានក៏បានប្រាប់ថាការពិតទៅលោកមេតបស៊ីវឡើងនៅក្នុងគ្រួសារលីរបស់ខ្ញុំមុនពេលដែលគាត់ស្លាប់ក៏នៅតែនឹករលឹកទៅដល់ព្រះនាងផងដែរដូច្នេះហើយបានជាខ្ញុំចង់មករកព្រះនាងឲ្យព្រះនាងជួយតាក់ទងជាមួយនឹងមេតបដែលនៅសេសសល់របស់គ្រួសារលីឲ្យខ្ញុំផងនៅពេលដែលឮថាលោកមេតបស៊ីវឡើងនៅតែនឹកទៅដល់ព្រះនាងក៏រំភើបចិត្តតែម្ដងនៅកន្លែងរបស់គាត់ក៏មានគំនូររបស់លោកមេតបស៊ីវឡើងដែរពីរនាក់ហ្នឹងធ្លាប់មានទំនាក់ទំនងស្នេហាមួយគ្នាប៉ុន្តែបានសម្រេចដោយបំណងអញ្ចឹងបានត្រឹមតែស្រឡាញ់គ្នាអញ្ចឹងណាហើយពេលនេះវិញព្រះនាងគាត់ក៏ក្អកក្អួតឈាមគាត់មានជាតិពឹសដែរត្រូវពឹសរបស់ព្រះបុត្រាទី3ដាក់ហើយដាក់ហ្នឹងគឺដាក់តាំងពីព្រះបុត្រាទី3នៅវ័យក្មេងមកម្លេះហើយដំណើររឿងហ្នឹងវាវែងឆ្ងាយខ្លាំងណាស់ហើយគាត់ជាមួយនឹងព្រះបុត្រាទី7នេះរួមដៃសហការគ្នាដើម្បីទប់ទល់ជាមួយនឹងអបាយកលដ៏អាក្រក់របស់ព្រះបុត្រាទី3ហ្នឹងអស់រយៈពេលយ៉ាងយូរមកទៅហើយតាមដំណើរសាច់រឿងហ្នឹងព្រះនាងបានប្រាប់ទៅកាន់ជូហៃជីងថាល្មមដល់ពេលប្រាប់ទៅកាន់លីជូអានឲ្យបានដឹងពីការពិតហើយកុំលាក់បាំងបន្តទៀតអីព្រោះអីទោះបីជាលាក់បាំងបន្តទៅទៀតក៏នាងនៅតែជីករកឬរកគល់ដែរអញ្ចឹងហើយគួរតែនិយាយប្រាប់តាមត្រង់តែម្ដងទៅជូហៃជីងក៏បានព្រមប្រសារភាពប្រាប់ទៅកាន់ជឿអានថាការពិតទៅលោកពូស៊ីវឡាងរបស់នាងមិនមែនស្លាប់ដោយសារតែទៅប្រយុទ្ធកំចាត់ជនបះបោការបះបោនៅឯសមរភូមិអីយ៉ាងទេប៉ុន្តែការពិតទៅរឿងទាំងអស់នោះសុទ្ធតែជាការប្រឌិតរបស់ព្រះអង្គជាមួយនឹងព្រះបុត្រាទី3ជូហៃឈិនមកទាំងអស់នឹងឯងក្នុងគោលបំណងបង្កើតមហិច្ឆតាធ្វើសង្គ្រាមជាមួយនឹងនគរភាគខាងលិចនោះតែដែលគេអត់មានបំណងមកបំពេញនគររបស់គាត់ទេប៉ុន្តែគាត់បង្កើតផុសតាងមួយថានគរខាងលិចហ្នឹងបានបញ្ជូនអ្នកស៊ើបការឲ្យមកបន្លំខ្លួនមករស់នៅក្នុងរាជវាំងជាពិសេសវិញគឺមេដារបស់ជូហៃឈិននឹងផ្ទាល់តែម្ដងដែលជាអ្នកយកការរបស់នគរខាងលិចយ៉ាងហើយជូហៃឈិនក៏បានទៅសម្លាប់មេដារបស់ខ្លួនតាមបញ្ជារបស់បិតាបើទោះបីជាមេដារបស់ខ្លួនក៏ព្យាយាមប្រាប់ថាមេដាមិនមែនជាជនបង្កប់អីយ៉ាងទេប៉ុន្តែជូហៃឈិនគាត់នៅតែសម្លាប់ណាដៃដល់គ្មានធម្មតានោះទេដើម្បីតែយកចិត្តយកគប់ជាគូបិតារបស់ខ្លួនហើយជូហៃឈិនមានមហិច្ឆតាចង់ខ្លាយទៅជាព្រះរាជទាយាទនឹងសោយរាជបន្តពីបិតាណាតាំងពីនៅក្មេងមកម្ល៉េះហើយជូហៃជីងក៏បានប្រទះឃើញហេតុការណ៍ទាំងអស់ហ្នឹងបានជាគេត្រូវធ្វើអំពើដោយសារតែជូហៃឈិនបានដាក់ឲ្យតាំងពីតូចមកហ្នឹងណាអញ្ចឹងបន្ទាប់ពីបានស្ដាប់ដឹងការពិតទាំងអស់ហើយហ្នឹងពួកគេហួសចិត្តជាខ្លាំងការពិតទៅនគរទាំងពីរអត់មានសង្គ្រាមអត់មានការទន្ទ្រានគ្នាទេប៉ុន្តែដោយសារតែមហិច្ឆតារបស់បិតាជូហៃឈិនជូហៃជីងនេះអញ្ចឹងហើយហ្នឹងចង់ធ្វើសង្គ្រាមពង្រីកទឹកដីអត់មានលេះអីហ្នឹងក៏ចិត្តតែចោទថាមានអ្នកយកការមកពីនគរខាងលិចអញ្ចឹងហើយទៅវាយប្រហារទៅធ្វើសង្គ្រាមច្បាំងជាមួយនឹងនគរខាងលិចហ្នឹងមុនពេលដែលពួកគេចាត់ការយើងមុនអញ្ចឹងណាហើយការពិតទៅជូហៃជីងក៏បានដឹងអំពីមហិច្ឆតារបស់បិតាដែរហើយមានអារម្មណ៍ថាបិតាពិតជាហួសហេតុខ្លាំងណាស់ដើម្បីតែបំពេញមហិច្ឆតារបស់ខ្លួនហ៊ានធ្វើគ្រប់សពបែបយ៉ាងនៅពេលដែលឮបែបហ្នឹងហើយជឿអានរបស់យើងអត់បង្អង់យូរទេក៏បានសុំឲ្យព្រះនាងជួយរកមធ្យោបាយដើម្បីឲ្យនាងតាក់ទងទៅកាន់កូនចៅដែលនៅសេសសល់របស់គ្រួសារលីមេតបលីបន្តទៅទៀតប៉ុន្តែព្រះនាងថាវាហួសសម័យកាលដោយសារតែគាត់ខានតាក់ទងយូរដូច្នេះហើយហ្នឹងវាប្រែคล้ายកលៈទេសៈមិនដូចកាលពីមុននោះទេគាត់ក៏ពិបាកក្នុងការតាក់ទងដែរភ្លាមហ្នឹងជូហៃឈិនហ្នឹងក៏បានដឹកនាំកូនចៅតាមមករកលីជឿអានរបស់យើងមកដល់កន្លែងហ្នឹងល្មមព្រះនាងក៏បានឲ្យអ្នកទាំងពីរទៅពួនឲ្យគាត់បដិញ្ញាចិត្តថាទោះបីជាត្រូវលះបង់ជីវិតក៏ដោយគាត់ត្រូវតែរាំងមិនឲ្យជូហៃឈិនហ្នឹងតាមចាប់ជឿអានត្រឡប់ទៅវិញបាននោះទេនៅពេលដែលគាត់ព្យាយាមចេញទៅរាំងនឹងបានសួរនាំថាក្មួយប្រុសមិនបានជាមករញ៉ៃញ៉ៃរករឿងកន្លែងរំខានកន្លែងសំសិលរបស់គាត់អញ្ចឹងជូហៃឈិនក៏បានតបទៅវិញថាអូអ្នកមីងការពិតទៅខ្ញុំគ្រាន់តែបញ្ចង់រកមហេសីរបស់ខ្ញុំទៅតាមម្យ៉ាងវិញទៀតខ្ញុំធ្វើទាំងអស់ហ្នឹងគឺដើម្បីតែការពារគ្រួសារតកូលីរកយុត្តិធម៌ឲ្យគ្រួសារតកូលីប៉ុន្តែប៉ានីនក៏ព្យាយាមនិយាយថាចង់មករកលីជឿអានហើយខ្ញុំពេញចិត្តជាមួយលីជឿអានណាស់ដូច្នេះហើយខ្ញុំចង់ឲ្យនាងនៅទីនេះជាមួយនឹងខ្ញុំប៉ុន្តែជូហៃឈិនក៏បានគំរាមទៅកាន់ម្ចាស់មីងរបស់ខ្លួនវិញថាម្ចាស់មីងមិនដឹងទេអីគ្រួសារតកូលីត្រូវបានគេទម្លាក់កំហុសថាជាជនក្បត់ជាតិប៉ុន្តែធៀបពិតវិញមិនមែននោះទេខ្ញុំធ្វើទាំងអស់ទាំងក៏គ្រាន់តែចង់រកយុត្តិធម៌ឲ្យគ្រួសារតកូលីតាមមានអីខុសទៅនៅពេលដែលឮបែបដឹងហើយជឿអានរបស់យើងបានដឹងថាមើលទៅប្រនាងគឺប្រកាសជាមិនអាចប្រកែកយកឈ្នះចូលចាញ់ជាមួយនឹងជូហៃឈិនបាននោះទេហើយក៏ពិបាកក្នុងការរាំងគេដែរដូច្នេះហើយក៏មិនចង់នាំទុកទៅដល់ប្រនាងនាងក៏បានសម្រេចចិត្តថានឹងចេញមកជួបជាមួយនឹងជូហៃឈិនត្រឡប់ទៅវិញជាមួយនឹងគេដើម្បីរកមធ្យោបាយសម្រាប់គេដោយខ្លួនឯងតែម្ដងភ្លាមបន្ទាប់ពីគិតសម្រេចចិត្តរួចរាល់អស់ហើយនាងក៏បានប្រើម្សៅសណ្ដំបាច់មកលើជូហៃជីងឲ្យគេសន្លប់បាត់បង់ស្មារតីតើតែឃើញគេបាច់ម្សៅចំគោលដៅហ្នឹងទើបជូហៃជីងក៏ភ្ញាក់ខ្លួនថាអូភ្នែករបស់នាងមើលឃើញតែសន្លប់បាត់បន្ទាប់មកលីជូអារបស់យើងក៏បានធ្វើពុតជាពិការភ្នែកបន្តទៀតហើយនិយាយទាំងរំជើបរំជួលថាម៉េច
គ្រួសាររបស់ខ្ញុំត្រូវបានគេចោទប្រកាន់ទម្លាក់កំហុសថាជាជនក្បត់ជាតិអញ្ចឹងហីមិនបានជាខ្ញុំមិនដឹងអញ្ចឹងទង្វើរបស់ជូហៃឈិននឹងធ្វើដើម្បីទៅរកយុត្តិធម៌ឲ្យគ្រួសាររបស់ខ្ញុំបើពិតជាដូច្នោះមែនណាបើទោះបីជាត្រូវលះបង់ផ្លាកបញ្ជីកងទ័ពខ្ញុំត្រូវទៅរកយុត្តិធម៌ឲ្យឪពុកម្ដាយរបស់ខ្ញុំដូច្នេះហើយខ្ញុំយល់ព្រមវិលត្រឡប់ទៅវិញជាមួយនឹងលោកព្រះបុត្រាទី3អញ្ចឹងព្រះបុត្រាទី3ក៏បានដឹកដៃលីជឺអានរបស់យើងត្រឡប់មកវិញហ្នឹងដោយមានមោទនភាពតែម្ដងទៅព្រះនាងបានត្រឹមតែឈរមើលដោយសារតែនេះគឺជាការសម្រេចចិត្តរបស់លីជឺអានបាត់ទៅហើយហ្នឹងគណៈពេលជូហៃឈិនវិញសន្លប់បាត់បង់ស្មារតីនៅខាងក្នុងឡើយនោះទេលុះដល់ពេលព្រឹកឡើងនៅពេលដែលគេភ្ញាក់ដឹងខ្លួនឡើងមកវិញភ្លាមសួរម្ចាស់មីងរបស់ខ្លួនថាតើឯណាលីជឺអាននៅឯណាបន្ទាប់ឲ្យបានដឹងថាលីជឺអានត្រូវបានជូហៃឈិននាំមកបាត់ណាគេក៏បញ្ញាធ្វើដំណើរទៅតាមពីក្រោយប៉ុន្តែនៅខាងក្រោយហ្នឹងគឺជូហៃឈិនបានបញ្ជាកូនចៅរបស់គេឲ្យរងចាំចាត់ការទៅលើជូហៃជីងបាត់ទៅហើយព្រោះដឹងថាជូហៃជីងមានចេតនាក្បត់លែងធ្វើការឲ្យគេបន្តទៀតហើយអញ្ចឹងកូនចៅរបស់គេក៏បានមកស្កាត់ផ្លូវនិងបាននិយាយគំរាមកំហែងទៅកាន់ជូហៃជីងថាព្រះបុត្រាទី3របស់យើងបាននឹងថាឯងមិនស្មោះទេអញ្ចឹងបើឯងមិនស្មោះមិនចង់បម្រើព្រះបុត្រាទី3បន្តទៀតទុកឯងនៅក៏គ្មានប្រយោជន៍ដែរត្រូវតែចាត់ការឯងចោលបន្ទាប់មកនឹងឯងពួកគេទាំងអស់គ្នាក៏បានព្រួតនាំគ្នាប្រយុទ្ធជាមួយនឹងជូហៃជីងវាយគេទម្លាក់ចូលទៅក្នុងទឹកបានសម្រេចបាត់ទៅដែលដំណឹងមួយនៅគឺគេបាននិយាយថាជូហៃជីងត្រូវបានស្លាប់បាត់ទៅហើយគណៈពេលដែលលីជឺអានរបស់យើងកំពុងតែអង្គុយបារម្ភនៅក្នុងចិត្តកំពុងតែអង្គុយនឹងកន្លែងរបស់ជូហៃឈិននេះជូហៃឈិនក៏បានដើរចូលមកហើយក៏បានប្រាប់ទៅកាន់នាងថាខ្ញុំមានដំណឹងល្អមួយប្រាប់នាងគឺជូហៃជីងត្រូវកូនចៅរបស់ខ្ញុំនឹងសម្លាប់ចោលបាត់ទៅហើយតែនេះវាដូចជាការសងសឹកទៅឲ្យនាងដែរដោយសារតែគេនឹងបានប្រើល្បិចអបាយកលកុហកនាងអស់រយៈពេលយ៉ាងយូរហើយមិនអញ្ចឹងហើយឥឡូវអូនសម្លាញ់ល្មមដល់ពេលប្រាប់ការពិតហើយថាតើផ្លាកបញ្ជាកងទ័ពគ្រួសារលីរបស់អូននៅឯណាដើម្បីឲ្យបងបញ្ញាសងសឹកឲ្យគ្រួសាររបស់អូនប៉ុន្តែនៅពេលហ្នឹងលីជូអានក៏បានតបវិញថាប្រកាសណាស់ខ្ញុំពិតជាចង់សងសឹកឲ្យគ្រួសាររបស់ខ្ញុំពិតមែនប៉ុន្តែប្រសិនបើមិនបានឃើញសាច់ញាតិឬក៏ដូចជាអតីតមេទ័ពរបស់គ្រួសារលីរបស់ខ្ញុំដែលនៅសេសសល់នោះទេទោះបីជាអោបផ្លាកបញ្ជីនោះទៅជួបជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំក៏ខ្ញុំមិនប្រកល់ឲ្យនរណាជាដាច់ខាតនៅពេលហ្នឹងជូហៃឈិនក៏បានសម្រេចចិត្តនាំមេទ័ពម្នាក់មានឈ្មោះថាមេទ័ពឈិនដែលជាកូនចៅរបស់គ្រួសារតកូលលីម្នាក់ដែរមកជួបជាមួយនឹងលីជឺអានគ្រាន់តែឃើញក៏ស្គាល់ថាអូពិតជាមេទ័ពឈិនពិតប្រាកដមែននាងវិសតែលងចាញ់ល្បិចរបស់ជូហៃឈិនបាត់ទៅហើយប៉ុន្តែក៏សម្ដែងធ្វើពុតនឹងជាពីការភ្នែកបន្តទៀតហើយរត់ទៅសួរលោកពូជានរណាដែរបន្ទាប់មកលោកមេទ័ពឈិនក៏បាននិយាយប្រមាណម៉ាត់ថាខ្ញុំគឺមេទ័ពឈិននាងក៏ស្ដាប់សម្ដីបានធ្វើដូចជាស្ដាប់ចាំសម្លេងបានអញ្ចឹងថាអូលោកពូឈិនតើមែនអត់លោកពូជាមិត្តភក្តិរបស់ឪពុកខ្ញុំអត់រយៈពេលច្រើនឆ្នាំដូច្នេះហើយលោកពូប្រកាសជាអាចដឹងតម្រុយខ្លះតាក់ទងជាមួយនឹងផ្លាកបញ្ជាកងទ័ពហើយមែនទេការពិតទៅនាងដឹងថាមេទ័ពឈិនម្នាក់នេះមើលទៅនិយាយដូចអស់លំទួនជាមួយនឹងជូហៃឈិនខ្លាំងណាស់អញ្ចឹងអាចថាជាមនុស្សរបស់ជូហៃឈិនដាក់បង្កប់ខ្លួននៅក្នុងគ្រួសារលីរបស់នាងអញ្ចឹងប្រសិនបើឲ្យពួកគេធ្វើការជាមួយគ្នារួមគ្នាទៀតនាងអត់មានសង្ឃឹមទេដូច្នេះហើយក៏មានចេតនាមួយញុះញង់បំបីឲ្យពីរនាក់ហ្នឹងយល់ច្រឡំចំពោះគ្នាដូច្នេះហើយទើបលីជឺអានរបស់យើងក៏បាននិយាយថាលោកពូប្រកាសជាដឹងថាផ្លាកបញ្ជាកងទ័ពនោះឪពុករបស់ខ្ញុំលាក់ទុកនៅកន្លែងណាហើយបើមិនបានដឹងទីតាំងពិតប្រាកដក៏ដឹងពីតម្រុយមួយចំនួនដែរមែនអត់លោកពូគួរតែប្រាប់ខ្ញុំឲ្យបានដឹងផងដើម្បីខ្ញុំរកផ្លាកបញ្ជានឹងមកសងសឹកឲ្យគ្រួសាររបស់ខ្ញុំផងលោកពូឬមួយក៏ចង់លាក់ទុកផ្លាកបញ្ជានឹងដើម្បីពង្រឹងទ័ពរបស់លោកពូផ្ទាល់ខ្លួនដល់តែពេលលឿនចឹងទៅនឹងជូហៃឈិនគាត់ក៏ចាប់ដើមខឹងសង្ស័យទៅលើលោកមេទ័ពឈិនអញ្ចឹងហើយក៏មកសួរចម្លើយលោកមេទ័ពឈិនថាមានដឹងរឿងអីផ្សេងទៀតដែលមិនប្រាប់យើងដែរឬមួយក៏អត់មេទ័ពឈិនថាខ្ញុំអត់ដឹងទេខ្ញុំពិតជាស្មោះត្រង់បម្រើព្រះបុត្រាទី3ពិតប្រាកដមែនតែអ្វីដែលខ្ញុំដឹងតាក់ទងជាមួយនឹងតម្រុយដែលលោកមេទ័ពលីធ្លាប់និយាយនោះគឺគាត់តែងតែទន្ទិញថាកូនស្រីរបស់គាត់គឺជាកែវភ្នែករបស់គាត់ជាវត្ថុទឹកប្រចាំគ្រួសារនៅពេលហ្នឹងជូហៃឈិនគាត់ក៏នឹកដល់នៅពេលដែលគាត់ហ្នឹងទៅស្ដីដណ្ដឹងអង្វរឲ្យលោកមេទ័ពលីហ្នឹងលើកូនស្រីគឺលីជឺអានរបស់យើងមកឲ្យគាត់ហ្នឹងលោកមេទ័ពលីធ្លាប់និយាយថាកូនស្រីរបស់យើងគឺជាកែវភ្នែកគឺជាគ្រាប់គុជនៅក្នុងគ្រួសារនៅពេលដែលឯងរៀបការជាមួយនាងហើយត្រូវតែមើលថែនាងឲ្យបានល្អពុំដូច្នោះទេយើងមិនអត់ឲ្យឯងជាដាច់ខាតជាពិសេសគ្រួសារលីរបស់យើងក៏មានតបយ៉ាងច្រើនផងដែរបើចង់ចាត់ការឯងមួយដែលជាបុត្រាហ្នឹងគឺមិនមានជារឿងលំបាកនោះទេយ៉ាងនៅក្នុងពេលហ្នឹងដំបូងឡើយជូហៃឈិនហ្នឹងគាត់ក៏គិតថាប្រហែលជាគ្រួសារមួយនេះចាត់ទុកជឺអានហ្នឹងដូចជាថាគ្រាប់ពេជ្រពិតប្រាកដមែនជាកូនស្រីតែមួយអញ្ចឹងណាតែគិតចូលកន្លងមកដល់ពេលនេះទើបគេសង្ស័យថាឬមួយក៏ផ្លាកបញ្ជាកងទ័ពនៅលើខ្លួនរបស់លីជឺអានរហូតមកទេចឹងហើយគេក៏បានធ្វើដំណើរមកជួបជាមួយនឹងជឺអានមានអារម្មណ៍ថាពិតភ័យជាខ្លាំងនៅពេលដែលឃើញថាជូហៃឈិនមកជួបនាងទាំងយប់ចឹងនាងក៏សួរថាមិនបានជាលោកមកនៅទីនេះទៅវិញជូហៃឈិនក៏បានតបថាដោយសារតែខ្ញុំបានដឹងថាផ្លាកបញ្ជាកងទ័ពនៅឯណាទៅហើយផ្លាកបញ្ជាកងទ័ពនោះគឺនៅលើខ្លួនរបស់នាងរហូតមកមែនអត់លីជឺអានការពិតទៅយើងខំតាមរកឲ្យឆ្ងាយប៉ុន្តែវាបែរជាមកនៅលើខ្លួនរបស់នាងទេសោះមកឆាប់ប្រគល់មកឲ្យយើងភ្លាមមក
ទាំងខ្លួនរបស់នាងទាំងផ្លាក់បញ្ជាកងទ័ពត្រូវតែខ្លាចទៅជារបស់យើងបន្ទាប់មកក៏បាច់មកសើសណ្ដំទៅលើខ្លួនរបស់ជឿអានដើម្បីកុំឲ្យនាងមានសមត្ថភាពក្នុងការតតាំងជាមួយនឹងគេបានព្រោះមិនចឹងទេគាត់จะត្រូវនាងវាយត្រោមទៀតហើយប៉ុន្តែនៅក្នុងពេលហ្នឹងគេអត់ទាន់ដឹងថាជឿអានមើលឃើញណាគេក៏ព្យាយាមដោះសម្លៀកបំពាក់របស់ជឿអានដើម្បីតាមរកផ្លាក់បញ្ជាកងទ័ពអាចថានៅលើខ្លួនសាក់ឲ្យជាប់នៅកន្លែងណាអញ្ចឹងណាអញ្ចឹងឲ្យតម្រូវឲ្យដោះឲ្យអស់ប៉ុន្តែជឿអានក៏ឆ្លៀតឱកាសធាក់ប៊ីស្តុងរបស់ជូហៃឈុននឹងឲ្យប៉លតិចទៅបន្ទាប់មកក៏រត់ចេញមកខាងក្រៅភ្លាមនឹងដែរហ្នឹងស្រាប់តែជូហៃជីងរបស់យើងក៏តាមមកជួយជឿអាននឹងតាន់ពេលវេលាទៀតហើយដែលធ្វើឲ្យជូហៃឈុននឹងគាត់ក៏ឆ្ងល់ថាជូហៃជីងឯងមិនតាន់ស្លាប់ទេអីចំណែកឯជឿអានវិញការពុតទៅនាងអត់មានពិការភ្នែកទេនាងក៏ហក់ជើងមករហូតជឿអានរបស់យើងក៏ទៅមកវិញថាត្រូវហើយបើយើងមិនធ្វើពុតជាពិការភ្នែកទេមិននឹងមើលឃើញពីទង្វើអាក្រក់និងពឹសពុលរបស់ឯងបានទៅយើងត្រូវតែកម្ចាត់ឯងដើម្បីសងសឹកឲ្យគ្រួសាររបស់យើងប៉ុន្តែសងសឹកអីឡើងទន់ខ្លួនទៅហើយហ្នឹងប៉ុន្តែក្រោយមកជូជីងហ្នឹងគាត់ក៏បានប្រាប់ឲ្យកូនចៅរបស់ខ្លួនហ្នឹងនាំជឿអានហ្នឹងចាក់ចេញពីកន្លែងហ្នឹងទៅទុកឲ្យគាត់ជាអ្នកទប់ទល់ជឿអានថាខ្ញុំមិនទៅណាចោលលោកទុកឲ្យលោកទៅតែម្នាក់ឯងទេវាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែអត់ទេគេក៏បញ្ជាកូនចៅឲ្យវាយជឿអានហ្នឹងឲ្យស្លាប់បន្ទាប់មកក៏បីនឹងរត់ចាក់ចេញបាត់ទៅគណៈពេលដែលគេកំពុងតែទប់ទល់ជាមួយនឹងកូនចៅក៏ដូចជាជូហៃឈិនផងនោះសាច់រឿងក៏បានកាត់មកនៅពេលព្រឹកដែលនៅក្នុងពេលនេះផងដែរជឿអានរបស់យើងត្រូវបានកូនចៅរបស់ជូហៃជីងហ្នឹងណានាំមកផ្ទះស្នាក់របស់អ្នកបម្រើរបស់នាងតែម្ដងជាផ្ទះរបស់ឪពុកម្ដាយហួយមីនេះដែលជាអ្នកបម្រើនេះហើយមិនតែប៉ុណ្ណោះទៀតគេបានផ្ដាំផ្ញើឲ្យអង្គររបស់គេហ្នឹងនាំជឿអានរបស់យើងចូលទៅក្នុងបន្ទប់មួយដែលជាបន្ទប់ដែលបង្កល់ផ្លាកពលឹងគ្រួសារតកូលីដែលនៅទីនេះគេបួងសួងក៏ដូចជាឧទ្ទិសជាកន្លែងមួយដែលគោរពបូជាទៅដល់អ្នកដែលស្លាប់ក្នុងគ្រួសារតកូលីណាប៉ុន្តែនៅពេលហ្នឹងជឿអានក៏ចាប់អារម្មណ៍ឃើញថាអត់ឃើញផ្លាកញៀនខាន់ឪពុកម្ដាយរបស់នាងទាល់តែសោះមិនបានជាមិនមានអញ្ចឹងបន្តិចក្រោយមកស្រាប់តែមានបន្ទប់សម្ងាត់មួយបានរបាក់នៅពីខាងក្រៅក្នុងរបស់នាងឃើញថាឪពុកម្ដាយរបស់នាងមិនទាន់ស្លាប់នោះទេគាត់កំពុងតែរស់នៅសំងំលាក់ខ្លួននៅទីនេះតាមការមើលថែរបស់ជូហៃជីងរបស់យើងឪពុកម្ដាយរបស់ជូលីជឿអានរបស់យើងហ្នឹងគាត់ក៏រត់មករកកូនស្រីអោបក្នុងការនឹករលឹកអស់រយៈពេលច្រើនឆ្នាំដែលបានបែកគ្នាមកហ្នឹងណាហើយគាត់បានប្រាប់កូនស្រីថាព្រះបុត្រាទី7ជូហៃជីងគឺជាអ្នកមានគុណរបស់ពួកយើងគាត់បានជួយសង្គ្រោះជីវិតពុកនិងម៉ែមិនតែប៉ុណ្ណោះបានលាក់យើងនៅទីនេះថែមទៀតផងហើយនេះកូនស្រីផ្លាកបញ្ជាកងទ័ពរបស់គ្រួសារយើងនៅពេលដែលកូនស្រីអាចប្រើប្រាស់វាបានគឺអាចបញ្ជាទ័ពគ្រួសារដែលនៅសេសសល់ទាំងអស់បានហើយប៉ុន្តែត្រូវតែប្រុងប្រយ័ត្នព្រោះអីហ្នឹងពុកគិតថានៅក្នុងគ្រួសាររបស់យើងប្រកាសជាមានជនក្បត់ដែលជាមនុស្សរបស់ព្រះបុត្រាទី3បង្កប់ខ្លួនចាក់ជាមិនខានប្រសិនបើយើងរកមិនទាន់ឃើញទេអាចនឹងបង្កគ្រោះថ្នាក់មកដល់យើងគ្រប់ពេលវេលាដូច្នេះត្រូវតាមរកជនក្បត់ហ្នឹងឲ្យឃើញសិនប៉ុន្តែក្រោយមកនៅពេលដែលនិយាយជួបជុំគ្នារៀបរាល់អស់ហើយហ្នឹងក៏ចេញមកខាងក្រៅដែលនៅក្នុងពេលហ្នឹងយូរូក៏រត់មកសួរនាំទៅកាន់ទាំងអស់គ្នាថាឥឡូវហ្នឹងព្រះបុត្រាទី7ត្រូវបានព្រះបុត្រាទី3ជូហៃឈិនចាប់ខ្លួនបានហើយគម្រាមថានឹងសម្រាប់គាត់ចោលប្រសិនបើអ្នកទាំងអស់គ្នាមិនព្រមយកផ្លាកបញ្ជាកងទ័ពនឹងជាថ្នូរដោះដូរជាមួយនឹងសវត្ថិភាពរបស់ព្រះបុត្រាទី7ជូហៃជីងទេភ្លាមនឹងអង្គររបស់គាត់ក៏និយាយថាបើតាមចរិតរបស់ព្រះបុត្រាយើងនឹងគាត់មិនព្រមឲ្យបដូរទេព្រោះបើបដូរទៅនឹងជូហៃឈិនប្រកាសជាមានសិទ្ធិអំណាចគ្រប់គ្រងកងទ័ពដណ្ដើមសោយរាជបានដូច្នេះហើយនឹងមានប្រជារាស្ត្រជាច្រើនរងទុក្ខដូច្នេះព្រះបុត្រាទី7របស់ខ្ញុំប្រហែលជាគាត់សុខចិត្តស្លាប់ក៏មិនព្រមឲ្យប្រជារាស្ត្រនៅក្នុងនគររងទុក្ខដែរប៉ុន្តែនៅពេលហ្នឹងយូរូថាជឿអានជួយរកមធ្យោបាយដើម្បីជួយសរុបដោះព្រះបុត្រាទី7របស់ខ្ញុំផងកុំបណ្ដោយគាត់ស្លាប់ឲ្យសោះហើយជឿអាននៅវិញគាត់កំពុងតែរកមធ្យោបាយក្នុងការទៅរំដោះជូហៃជីងត្រឡប់មកវិញផងដែរគាត់មិនបណ្ដោយឲ្យជូហៃជីងស្លាប់នោះទេ